សូមនមស្ការចំពោះគុណនៃព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងសូមក្រាបថ្វាយបង្គំសម្ដេចព្រះពុទ្ធជ័យមនីព្រះបណ្ឌិតសូមក្រាបថ្វាយបង្គំសម្ដេចព្រះមង្គលនីរាំងសីនិងព្រះករណាព្រះប្រធានផ្នែកគោលនាមចាស់គ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមចម្រើនពរញោមជំទាវម៉ែនរីវុទ្ធាអនុប្រធានពុទ្ធកសមាគមកម្ពុជារដ្ឋលោកប្រធានផ្នែករាជរដ្ឋបាលនិងរាជវត្ថុទុនផាន់លីលោកគ្រូអ្នកគ្រូទាំងអស់ជាទីស្រឡាញ់សូមទូលប្រគេនសំណាក់សិស្សដែលមានចំនួន113ព្រះអង្គដែលនឹងត្រូវប្រឡងបាក់ឌុបបន្តិចទៀតនេះហើយសម្ដេចមង្គលមុនីថាឲ្យកណានទួងលោកម្ចាស់ទៅរៀននៅសេនុរាជចង្ងាយតែ3ចង្ហៀនទេកណាមិនបាច់ដើរទេកន្លងក៏ផុតដែរផ្លូវនេះឆ្នាំនេះពុទ្ធកសកលឆ្នៃវិសេនុរាជហ្នឹងប្រហែល 3-4 ថ្ងៃមុននេះទទួលសិស្សជាង500ឥឡូវហ្នឹងសាលាហ្នឹងញោមជំទាវនឹងឯកឧត្តមខាងធនាគារលោកញោមទេសវិបាលកិត្តិយសវិបាលកិត្តិយសជាយន្តោលោកទាគីសណានលោកជួសជុលចង់អស់ហើយកណាហើយពុទ្ធកសកលវិទ្យាល័យវិសេនុរាជយើងកសាងអគារមួយទៀតតម្លៃ$1 លានស្ដាប់មើលកណានទួងបានអត់មើល$1 លានហ្នឹងគឺមានការផ្ចង់ផ្ដើមញោមឯកឧត្តមលោកជំទាវហើយសម្ដេចព្រះពោធិវាំងអង្គលំហេងដែលព្រះអង្គខ្នះខ្នែងក្នុងការជួយជ្រោមជ្រែងធ្វើឲ្យសាលាយើងបានរីកចម្រើនទៅមុខទូលប្រគេនចេះរឿងបញ្ហាឧត្តមសិក្សានេះជារឿងសំខាន់ណាស់កណាមចាស់សម្រាប់លោកម្ចាស់ហើយកណាមមិនព្យាយាមគិតជំនួសលោកម្ចាស់ទេលោកម្ចាស់គិតខ្លួនឯងទៅថារៀនស្អីយ៉ាងដូចម្ដេចក្នុងដំណើរជីវិតតែកណាប្រកេនយោបល់មួយហើយស្ដាប់ទៅហើយយកក៏បានមិនយកក៏បានបញ្ជាក់ប្រកេនថាតើលោកម្ចាស់ឆ្លងពីបាក់ឌុបចូលទៅបញ្ញាបត្រនេះគេហៅលោកម្ចាស់បញ្ញវន្តហើយអញ្ចឹងសម្រាប់បតីទៅថារៀនអីហើយកុំរៀនមួយថ្ងៃ3-4សាកលវិទ្យាល័យវាមិនចេះទេរៀនចេះទេណាព្រះអង្គខ្លះរៀនមួយអាទិត្យ7ថ្ងៃមួយថ្ងៃ3សាកលវិទ្យាល័យចប់4ឆ្នាំបានបញ្ញាបត្រសួរស្អីក៏មិនដឹងចេះច្បោលគេហៅចំណេះឆៅអញ្ចឹងរើសមួយទៅហើយជាពិសេសបកូនណាដែលតាក់ទងនឹងភាសាបាលីពុទ្ធសាសនានៅសាកលវិទ្យាល័យវិសេនុរាជយើងនេះមានបាលីហើយសម្រាប់ថ្នាក់អនុបណ្ឌិតយើងគឺមានអាហារូបករណ៍ពេញ 100% ឥឡូវនេះមុខវិជ្ជាដែលមិនសូវសម្បូរអ្នកចេះគឺបាលីប្រសង់យើងក៏មិនសូវចេះបាលីឥឡូវណា10អង្គអាចមិនដល់ 50% ទេអញ្ចឹងមុខវិជ្ជានេះជាមុខវិជ្ជាកម្រហើយសម្ដេចថ្នាក់ដឹកនាំនិងពុទ្ធបរិស័ទទាំងអស់ហ្នឹងលោកជួយខាងអាហារូបករណ៍អញ្ចឹងសាលាយើងនេះឥឡូវហ្នឹងវាមានទាំងអស់ហើយកូនណាម្ចាស់សិស្សយើងស្រីក៏មានប្រុសក៏មានលោកក៏មានស្ត្រីយុវនារីហើយរៀន8ជំនាញនៅទីនេះកណាម្ចាស់តាមពិតប្រសងយើងចូលរៀន
នៅសាលាយើងនេះច្រើនគួរសមដែរប៉ុន្តែព្រះអង្គភាគច្រើនកណាមើលព្រះអង្គយ៉ាងតិចបំផុតរៀនមួយថ្ងៃ2សាកលវិទ្យាល័យកណាថាពិបាកព្រះអង្គពិបាកនឹងអាចคล้ายទៅជាអ្នកជំនាញនៅក្នុងឯកទេសរបស់ខ្លួនហើយសិស្សយើងសម្រាប់ឧត្តមសិក្សានេះនៅក្នុងប្រទេសក្រីក្រចាត់ទុកថាជារឿងដូចធម្មតាតែបើសម្រាប់សាកលវិទ្យាល័យដែលល្បីខ្លាំងមែនទែនការសិក្សានៅឧត្តមសិក្សានេះគឺជាការសិក្សាមួយដ៏ស្វិតស្វាញបំផុតព្រោះវាជាចំណុចចាប់ផ្ដើមនៃការកំណត់ជោគវាសនារបស់លោកម្ចាស់ថាលោកម្ចាស់នឹងមានជំនាញអ្វីនៅក្នុងជីវិតអញ្ចឹងកណាប្រកេនយោបល់ថាសូមលោកម្ចាស់សម្រាប់បតិឲ្យច្បាស់ហើយកាន់យកនៅឯកទេសមួយប៉ុន្តែឯកទេសមួយដែលកណាតែងតែទូលប្រកេនប្រសងហ្នឹងប្រគោណាដែលមានជំនាញភាសាបាលីសូមប្រគោណាកុំបោះបង់ចោលអីបន្តយកបរិញ្ញាបត្រនិងអនុបណ្ឌិតឲ្យបានថែមទៀតព្រោះសាលាយើងនៅមានបងខ្លះគិតថារៀនបាលីគ្មានទេទៅវិញបង្រៀនដូរស្រូវតៅដូរស្រូវអត់ទេជំនាញនេះជាជំនាញមួយដែលអាចជួយព្រះពុទ្ធសាសនាយើងបានផងជួយប្រទេសជាតិតាមរយៈអក្សរសាស្ត្រនឹងផងហើយវាជាមុខវិជ្ជាមួយដែលកម្រភាគច្រើនមិនសូវមានអ្នកចេះទេបាលីនេះមួយអក្សរសាស្ត្រខ្មែរនេះ2ទស្សនវិជ្ជានេះ3ហើយនឹងព្រះពុទ្ធសាសនាកម្រិតឧត្តមសិក្សានេះ4កណាមចាស់ឥឡូវយើងខ្វះតែទាំងគ្រូបាលីអីអញ្ចឹងកណាទូប្រកេននេះគឺជាអ្វីដែលលោកម្ចាស់ត្រូវគិតខ្លួនព្រះអង្គឯងព្រោះយើងចប់បាត់ដប់ហើយលោកគ្រូសម្ដេចមង្គលព្យាយាមបដោះពី10ឆ្នាំហើយថាពី10ឆ្នាំចុះឥឡូវសម្ដេចថាបកគលឲ្យកណាថែម4ឆ្នាំទៀតមុនចូលរៀនទៅកណាហើយរឿងសិក្សានេះវាពិបាកទូលប្រកេនដែរដោយសារតែវាជាការសម្រេចបតិហើយអនុបណ្ឌិតយើងក៏មានហើយឥឡូវទៀនចាស់អត់អីទេហើយយើងកំពុងជាមួយក្រុមការងារថារុញការបើកបណ្ឌិតនឹងឲ្យបាននៅក្នុងឆ្នាំ2024នេះកណាមចាស់អញ្ចឹងពុទ្ធកសាកលវិទ្យាល័យវិស័យនុរាជនេះនឹងដើរតួជាស្ថាប័នបណ្ដុះបណ្ដាលផ្នែកខាងព្រះពុទ្ធសាសនាជាពិសេសមុខវិជ្ជាស្នូលរបស់យើងគឺព្រះពុទ្ធសាសនាបាលីសំស្ក្រឹតកម្រិតឧត្តមសិក្សានៅកម្ពុជាយើងសល់តែមួយនឹងទៀតទេកណាមចាស់បើសេនុរីកដួលទៀតមុខវិជ្ជាកម្រិតឧត្តមសិក្សាហ្នឹងគឺយើងជួបបញ្ហាធំហើយទៅថ្ងៃអនាគតអញ្ចឹងកណាប្រកេនភារៈសម្រាប់លោកម្ចាស់ក្រោយពីបាក់ឌុបសូមលោកម្ចាស់បន្តនិរន្តរភាពក្នុងការជួយរក្សាអភិរក្សនៅមុខវិជ្ជាដែលកណាទូលប្រកេនបាញ់មិញនេះគឺបាលីព្រះអង្គណាជំនាញបាលីបន្តយកបាលីទៀតព្រះអង្គណាជំនាញខាងពុទ្ធសាសនាបន្តយកពុទ្ធសាសនាថែមទៀតកណាចឹងទូលប្រកេនប៉ុណ្ណឹងហើយទីតីពីនេះកណាសូមទូលប្រកេនតិចដែរកណាម្ចាស់លោកគ្រូយើងនេះគាត់លះបង់ច្រើនសម្រាប់ចំណេះដឹងលោកជាបើនិយាយទៅលោកដូចជាជាងចម្លាក់មួយឆ្លាក់លោកម្ចាស់អញ្ចឹងទេណាឲ្យคล้ายទៅជាអ្វីមួយភាកច្រើនចំណេះវិជ្ជារបស់លោកម្ចាស់ហ្នឹងគឺកើតចេញពីការដែលលោកគ្រូនឹងផ្ដល់ឲ្យហើយកិច្ចការទាំងអស់នេះលោកគ្រូម្នាក់ឯងក៏លោកធ្វើអត់បានដែរគឺរួមទាំងអស់ទាំងថ្នាក់ដឹកនាំទាំងសម្ដេចហើយមួយរយៈកន្លងនេះគឺសម្ដេចព្រះពោធិវាំងគតិបណ្ឌិតអមលំហីហ្នឹងសម្ដេចលោកជាអ្នកទទួលភារៈ
ក្នុងការត្រួតនៅស្ថានភាពពុទ្ធកសិក្សាក្រោយពីសម្ដេចព្រះមហាសុមេធាព្រះអង្គលោកមានព្រះរាជសុខភាពមិនស្រួលចឹងទេប្រហែលឆ្នាំចុងក្រោយនេះគឺសម្ដេចព្រះពោធិវង្សនឹងជួយត្រួតស្ថានភាពជាមួយនឹងសម្ដេចផ្សេងហ្នឹងខ្លាំងមែនទែននេះជាគុណបំណាច់មួយដែលយើងមនុស្សភាគច្រើនជាពិសេសមហាជនមិនសូវបានដឹងអំពីផលលំបាកនិងភារៈដ៏ធ្ងន់របស់សម្ដេចព្រះពោធិវង្សអង្គលំហែងណាក្នុងការជួយធ្វើម៉េចរុញច្រានវិស័យពុទ្ធកសិក្សាយើងនឹងឲ្យបានដើរទៅមុខអាចថាដើរយឺតល្មមប៉ុន្តែស្ថានភាពហ្នឹងយើងដើរទៅតាមស្ថានភាពសង្គមរបស់យើងអញ្ចឹងមនុស្សភាគច្រើនមិនសូវដឹងមិនសូវបានដោយសារយើងសម្ដេចហ្នឹងធ្វើការជាអ្នកជាថ្នាក់ដឹកនាំនៅលើកពូលអញ្ចឹងទៅមហាជនហ្នឹងមិនសូវបានជ្រាបមិនសូវបានដឹងអំពីជីវិតប្រចាំថ្ងៃក្នុងការធ្វើកិច្ចការក្នុងវិស័យពុទ្ធកសិក្សានេះទេអញ្ចឹងបកគោណាម្ចាស់ចំណន់នេះសម្ដេចលោកទទួលភារៈមួយចំណន់ទៀតគឺលោកម្ចាស់គ្រប់ព្រះអង្គអ្នកទទួលភារៈកិច្ចការនេះអញ្ចឹងព្យាយាមសិក្សាឲ្យបានច្រើនតនចំណន់សម្ដេចចាស់លោកនៅមានបញ្ជួននៅមានកម្លាំងដែលអាចចូលរួមជួយដឹកនាំយើងបានហើយអត់ពីលោកទៅគឺលោកម្ចាស់ហ្នឹងហើយជាអ្នកបន្តវេនក្នុងការថែរក្សាដឹកនាំព្រះពុទ្ធសាសនាអញ្ចឹងទេពាក្យខ្លះមិនពិរោះទៅលើចំពោះថ្នាក់ដឹកនាំក្តីចំពោះលោកគ្រូយើងក្តីហ្នឹងគួរតែជៀសវាងជនជាតិខ្មែរយើងនេះមិនគួរជេរប្រមាថគ្នាតាមបណ្ដាញសង្គមជាពិសេសជេរទាំងប្រសង់ជេរអីក្រក់ស្ដាប់មិនល្អទេណាមិនល្អទេរឿងទាំងអស់នេះមិនល្អទេសម្រាប់ពូជសាសន៍មួយដែលមានសេចក្តីថ្លៃថ្នូរមានប្រវត្តិមានវប្បធម៌ប្រវត្តិកាលដ៏យូរលង់នេះគួរណាស់តែជៀសវាងបើសិនជាតិទៀនគេហៅថាតិទៀនដោយស្ថាបនាហ្នឹងមិនមែនតិទៀនជេរបតិចផ្ដាសាទេពោលពាក្យអាសរោះទេគឺទូលប្រកេនបើថាមិនសពប្រតិមិនពេញចិត្តនឹងលោកគ្រូណាឬក៏ថ្នាក់ដឹកនាំណាយើងគួរតែទូលដោយល្អទូលដោយពិរោះនេះជាអំបូរនៃជនជាតិយើងអញ្ចឹងខ្ញុំកណាសូមប្រកេនភារៈថាសូមប្រគល់ណាជាម្ចាស់ជាពិសេសព្រះសង្ឃក្មេងៗចំនួននេះក្នុងសម័យបច្ចេកវិទ្យានេះសូមប្រគល់ណាម្ចាស់ចាប់ផ្ដើមរស់នៅក្នុងភាវៈជាគំរូមួយនៅក្នុងពិភពបច្ចេកវិទ្យានេះដោយសេចក្តីថ្លៃថ្នូរនិងត្រឹមត្រូវល្អជាប្រសង់ជាសមណៈសក្យបុត្របតោះចិត្តក្នុងការដឹកនាំក្នុងវិស័យពុទ្ធកសិក្សាណាគួរតែកុំជេរបតិចមិនល្អទេណាទូលប្រគេនឲ្យស្រួលប្រាប់ឲ្យស្រួលបើមានយោបល់ហើយបន្តបង្ហាញជាគំរូសម្រាប់ប្រសង់ចំនួនក្រោយទៀតកណាសូមទូលប្រគេនប៉ុណ្ណឹងកណាម្ចាស់អញ្ចឹងលោកម្ចាស់សម្រាប់ប្រតិទៅបើថាសពប្រតិឆ្លងទៅ3ជាហ៊ានជួបកណានៅនោះហើយណាហើយបើតែមិនចូលចិត្តទេអត់ចង់រៀនហ្នឹងឯងចង់ទៅរៀនណានៅណាប្រកេនពរជោគជ័យ I wish you all the best កណារឿងមួយកណាមិនសូវយល់ដែរកណាចេះទូលប្រកេនប្រហែលឆ្នាំហើយថាអង្គណាចង់ទៅរៀននៅ Harvard មកប្រាប់កណាមកកណាអាចទូលប្រកេនឬក៏មានទំនាក់ទំនងអីសាលាគេក៏ផ្ដាំដែរមុនកណារៀនចប់ចេញមកតែអត់មានអង្គណាចង់ទៅណាឧទាហរណ៍ឆ្ងាយពេកឆ្ងាយមិនចាស់នៅអាមេរិកមានឆ្ងាយជាយន្តហោះ20ម៉ោងដល់ហើយកណាចាស់ហើយសម័យបច្ចុប្បន្ននេះមានតែការសិក្សាពីគ្នាទៅវិញទៅមកទេទើបធ្វើឲ្យទស្សនៈរបស់យើងបានទូលំទូលាយជាចុងក្រោយសូមថ្លែងអំណរអគុណដល់សំណាច់ជាម្ចាស់ហើយជាពិសេសគឺថ្វាយពពរចំពោះសម្ដេចព្រះពោធិវង្សគតិបណ្ឌិតអមលំហែងដែលបច្ចុប្បន្ននេះព្រះអង្គកំពុងតែឈរជំហរកសាងអគារ
នៅពុទ្ធកសកលវិទ្យាល័យសិនឧរាជជាមួយនឹងញោមឯកឧត្តមជាចន្ទោនឹងញោមទាវខៀវស៊ីណាព្រមទាំងសម្ដេចគ្រប់ព្រះអង្គទៀតទុកជាគេមរតកសម្រាប់សាលាយើងនេះជាកិច្ចការដែលញោមក៏ធ្វើហើយសម្ដេចជាពិសេសសម្ដេចលោកធ្វើចូលរួមជួយតែមនុស្សអត់ដឹងទេមនុស្សមួយចំនួនអត់ដឹងទេណាមនុស្សនេះជាភារៈហើយថ្នាក់ដឹកនាំព្រះពុទ្ធសាសនានេះជាពិសេសគ្រូបង្រៀននេះមួយថ្នាក់ដឹកនាំសាសនានេះមួយធ្វើកិច្ចការច្រើនណាស់ប៉ុន្តែមនុស្សភាគច្រើនមិនសូវជាបានដឹងបានយល់ទេគណៈលើករឿងមួយជាកតិមួយមុនបញ្ចប់គណៈបរិញ្ញានៅសិនឧរាជនេះឆ្នាំខ្លះក៏បរិញ្ញាឆ្នាំខ្លះក៏អត់ទៅតាមពេលវេលានិមន្តទៅបង្រៀនថ្នាក់មួយឆ្នាំ2006ហើយទៅដល់អាមេរិកកាលនៅបង្រៀននោះមានកូនសិស្សកូនអីគេគោរពស្រឡាញ់អីក្នុងឋានៈជាគ្រូសិស្សហើយจะឃើញមុខអីលើកដៃស្ពះសពបែបយ៉ាងអីចឹងទៅយើងក៏គោរពលោកជាគ្រូអូជាសិស្សលោកក៏គោរពយើងជាគ្រូជាសហធម្មិកៈផងជាគ្រូនឹងសិស្សផងគោរពឲ្យទៅឃើញមុខអូរត់មកអោបលោកគ្រូទៅឃើញមុខសុខសប្បាយរត់មកអោបថ្ងៃមួយខ្ញុំកណាទៅដល់អាមេរិកនោះកូនសិស្សនោះគេទៅអាមេរិកមុនកណាណាទៅដល់កណាក៏ជួបនៅរដ្ឋមួយណាគេឈួរអោបដៃអីព្រះអង្គមកអាមេរិកកាលថ្មភ្ញាក់ព្រឺតមកយ៉ាស្ថានភាពនយោបាយប្រែប្រួលហើយពេលនេះទាំងខ្ញុំកណាក៏ធ្វើរៀងទ្រោមតិចទៅរៀងអោបដៃនេះអីផងខ្លាចគេដែរនោះទាំងមកអាន2ថ្ងៃហើយគេថាគេលើកដៃថាព្រះអង្គសំណាងហ្នឹងណាបានមកអាមេរិកណាចេះឈួរវាដូចអាណាធិមកជើងកដាក្បាលអញ្ចឹងយកគួយឈួរអញ្ចឹងយ៉ាងម៉េចរឿងវាកើតឡើងយ៉ាងម៉េចទេទៀតណែអានេះកើតឡើងចំពោះកណាស្រាប់តែពួកមកឈួរមិនដឹងតងលោកមិនវាអត់មានអីតកណាម្ចាស់សិស្សខ្លួនឯងដល់មកលេងមកទាំងផ្គួរទាំងភ្លៀងអញ្ចឹងមកយើងវាឈួរវាមានមាំងដែរកណាពួកមកឈួរអញ្ចឹងទៅកណាឆ្លើយវារួចចិត្តជាគ្រូកណាអញ្ចឹងឈួរហ្នឹងបានលោកមួយអង្គកូនសិស្សដែរណែកូនសិស្សមកដល់ថ្វាយគុំកណាអូលោកគ្រូបែកលោកគ្រូយូរហើយអីណាថ្វាយគុំឯនោះងាកទៅម្អងទៀតលោកឯងអត់ថ្វាយគុំលោកគ្រូទេលោកឯងភ្លេចគ្រូហើយណែអញ្ចឹងអារឿងអកុសលនិងកុសលហ្នឹងវាកើតមកជាមួយគ្នាសារជូនលោកគ្រូសូមលោកគ្រូត្រៀមកាយត្រៀមចិត្តនឹងជួបដូចថ្មហើយណាហើយលោកចាស់ក្នុងថ្នាក់នេះកុំឲ្យមានចឹងអីណាប្រគល់ណាគ្រូយើងប្រកេនពរគ្រប់ព្រះអង្គជូនពរលោកគ្រូកុំឲ្យជួបរឿងដូចថ្មទៀតអរគុណ